យើងមិនបាច់លោកឯងមកកុហកគេហើយមកបោកប្រជាជាតិដោយសម័យឪលោកឯងទេនេះតែខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់អំពីលោកហ៊ុនម៉ាណែតឯងហើយពីបញ្ហាមួយទៀតយើងនិយាយពីសេរីភាពលោកឯងនិយាយហ្នឹងដូចជាមានការរីកចម្រើនរហូតដល់ប្រជាពលរដ្ឋសេរីភាពកន្លែងណាហៅថាសេរីភាពនោះអ្វីក៏ដោយទាំងធ្វើសកម្មភាពប្រជាយកដីធ្លីប្រជាពលរដ្ឋហើយចាប់ប្រជាពលរដ្ឋយកទៅដាក់គុកអានេះគេហៅសេរីភាពទេសេរីភាពបញ្ចេញមតិទេសេរីភាពនៃការនិយាយស្ដីទេសេរីភាពដើរទៅយកទ្រព្យសម្បត្តិគេដល់គេតវ៉ាអាចទៅចាប់គេដាក់គុកខ្ញុំសូមសួរថាច្បាប់ចំណុចណាដែលចាប់គេយកទៅដាក់គុកនោះពីរឿងច្បាប់ព្រំប្រទល់គេហៅថាច្បាប់បវេនីហេតុអីបានយកប្រជាពលរដ្ឋយកទៅដាក់គុកកន្លែងនេះលោកឯងមើលមិនឃើញទេសេរីភាពចាប់គេដាក់គុកគេហៅសេរីភាពនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យលោកហ៊ុនម៉ាណែតឯងយល់ឲ្យច្បាស់លាស់អំពីបញ្ហាទាំងអស់ហ្នឹងហើយកុំឲ្យយកទស្សនៈហ្នឹងមកបោកប្រជាពលរដ្ឋហើយមកធ្វើគេហៅថាជាវិខដើម្បីមកបោកប្រជាពលរដ្ឋបន្តទៀតសម័យឥឡូវហួសពេលហើយនេះខ្ញុំប្រាប់លោកហ៊ុនម៉ាណែតឯងឲ្យបានច្បាស់លាស់បាទខ្ញុំចាំតែទៀតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពនេះគឺជាគេថាមូលដ្ឋានគ្រឹះនៃនយោបាយរបស់យើងបាទនៅក្នុងមាត្រានៃរដ្ឋធម្មនុញ្ញគឺថាសិទ្ធិនៅក្នុងការចងក្រងបញ្ចេញមតិដោយសេរីគឺត្រូវការហើយជាក់ស្ដែងយើងឃើញហើយនៅប្រទេសកម្ពុជាគាត់តែកសែតជាង700តាមខ្ញុំដឹងដូចប្រមាណតាមព័ត៌មានមកដូច721កសែតប្រតិបត្តិទស្សនាវដ្តីវិទ្យុ139ស្ថានីយ៍ទូរទស្សន៍ផ្សាយការ127លោកហ៊ុនម៉ាណែតឯងយកពីទូលេខទាំងអស់ហ្នឹងយកមកបង្ហាញវាអត់វាសម្បូរមែនតែវិទ្យុទូរទស្សន៍សិតតែទូរទស្សន៍របស់គណៈបកប្រជាជនគេហៅថាក្រុមពួកអាកម្ពុជាចោលក្បត់ជាតិ3សាច់បនកំពើយើងនិយាយពីរ៉ាឌីយ៉ូសិតតែរ៉ាឌីយ៉ូពួកអាកម្ពុជាចោលក្បត់ជាតិ3សាច់បនកំពើដោយសារអីអ្វីក៏ដោយបើសិនជាការនិយាយស្ដីការគ្រប់គ្រងអំណាចមិនអោយគេនិយាយស្ដីទេហាមខិតគ្រប់អំណាចគេសុំទូរទស្សន៍បើកតកែមួយយើងសិតតែមានច្បាប់បញ្ហាខ្វះ frequency អត់គ្រប់គ្រាន់តែអ្វីដែលក្រុមបកពួកលោកឯងបើគឺ frequency មានគ្រប់គ្រាន់ទាំងអស់នេះដែលសបញ្ជាក់បង្ហាញឲ្យឃើញថាអ្វីក៏ដោយលោកឯងគាត់នយោពីទូរទស្សន៍ដែលមានទូលេខចំនួនច្រើនគឺជាក្រុមវល់លោកឯងតែមិនមែនហៅថាជាទូរទស្សន៍ដែលសេរីភាពในការនិយាយស្ដីឯណាខ្ញុំមិននិយាយជាពីរ៉ាឌីយ៉ូដែលមានសេរីភាពในការនិយាយស្ដីណាហាមឃាត់គេទប់ស្កាត់គេគ្រប់អំណាចដេញចាប់ដេញសម្លាប់គេដោយសារអីដោយឈរទៅលើទង្វើមួយគេហៅថានេះក្នុងគណៈបកប្រជាជនគេដើរនៅក្នុងគោលដៅបើវចនាគេមាន3គេសម្រាប់ដែលគៀបសង្កត់ទៅលើប្រជាពលរដ្ឋឃ្លានខ្លៅហើយខ្លាចរយៈកាលកន្លងមកខ្ញុំចង់បញ្យល់បង្ហាញលោកហ៊ុនម៉ាណែតឯងឲ្យបានយល់ឲ្យបានច្បាស់លាស់អំពីបញ្ហាលោកឯងបោកប្រាស់ប្រជាពលរដ្ឋសហការជាមួយយួនបំរើយួនសម្លាប់ខ្មែរអស់រយៈកាល32ឆ្នាំមកហើយដូច្នេះចំណុចហ្នឹងដែលអៀកំសែងបានទម្លុះនៅអាកំបាំងរកបញ្ហាសកម្មភាពបំរើយួនសម្លាប់ខ្មែរដើម្បីគំនិតជាខ្មែរយើងអានេះគោលដៅនយោបាយដែលមានបើវចនា3គេហៅថាឃ្លានខ្លៅហើយនឹងខ្លាចនៅក្នុងគោលដៅនយោបាយហ្នឹងហៅថាការគ្រប់គ្រងឲ្យទឹកដីខ្មែរបានទាំងស្រុងដូច្នេះចំណុចហ្នឹងហើយដែលក្នុងនយោបាយរបស់គណៈបកពួកអាកម្ពុជាចោលបត់ជាតិ3សាច់បងកើបំរើយួនសម្លាប់ខ្មែរដោយប្រើទៅលើបើវចនា3ឃ្លានខ្លៅហើយនឹងខ្លាចខ្ញុំនឹងបញ្យល់ឲ្យបងប្អូនឲ្យបានយល់ឲ្យបានពិស្ដារពីបញ្ហាអ្វីគេហៅថាបើវចនាដែលមាន3ជាកត្តាសំខាន់ឲ្យយកទឹកដីខ្មែរឲ្យបានទាំងស្រុងដូច្នេះចំណុចទី1ដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនយើងឲ្យបានយល់អំពីគេហៅថាឃ្លានយើងតោងទៅយល់ឲ្យច្បាស់លាស់អ្វីក៏ដោយបើគេចង់យកទឹកដីយើងឲ្យបានសម្រាប់ជាស្ថាពរចូលកត្តាទី1យើងនិយាយពីកត្តាឃ្លានគេធ្វើនយោបាយយ៉ាងម៉េចដើម្បីឲ្យ